Hello guys, today ជួបខ្ញុំម្ដងទៀតហើយជាមួយខ្ញុំជីងលីថ្ងៃនេះខ្ញុំមក review ផ្ទះទាំងអស់ដែលនៅក្នុង server Master សន្តិភាពនឹងឯអ្នកគ្នាអាចមើលបាននេះគឺជាផ្ទះទី1ដែលជាផ្ទះរបស់ខ្ញុំផ្ទាល់ហើយឈ្មោះខ្ញុំនៅក្នុង Minecraft មានឈ្មោះថា Cute 1312ហ្នឹងហើយអ្នកគ្នាអាចមកបានហើយចូលមកដល់ហ្គេមយើងវិញការ review របស់យើងវិញខ្ញុំមកឃើញមានអីច្រើនតែដោយសារតែខ្ញុំតង់តាមមកលេងserver បាន2ថ្ងៃដោយសារតែមួយយ៉ាងនឹងខ្ញុំរៀងឈឺហើយខ្ញុំក៏គិតថាធ្វើផ្ទះហើយក៏ចង់ review ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងរបស់ផ្ទះរបស់ខ្ញុំនឹងមានអីខ្លះទៅហើយនេះគឺជាឈៀងសម្រាប់ដាក់ធ្នូជាមួយនឹងឈៀងសម្រាប់ដាក់រោមជាជាមួយនឹងឆាសសម្រាប់ដាក់ដីជាមួយនឹងឆាសសម្រាប់ដាក់ឈើការពារយើងឲ្យខ្ញុំពិបាកហើយខ្ញុំមិនសូវចង់លេហើយយ៉ាងនេះក៏ជាឆាសម្រាប់ដាក់របស់ដែលប្រើប្រាស់ហើយនឹងក្រៅពីនោះគឺអត់ទាន់មានទេដោយសារតែខ្ញុំអត់ទាន់បានធ្វើវារួចហើយទៅបានយកដាក់ឆាហើយចូលដល់កន្លែងនេះវិញគឺជាឆាសម្រាប់អាវុធហើយនេះជាឆាសម្រាប់ដាក់អាយក្រោះជាមួយនឹងឆាសម្រាប់ដាក់ឆ្កែយើងទៅពេលមកច្រើនទៅគឺគេឲ្យប៉ុនរហូតជាងគេទៅគេឲ្យមួយទៅយើងចេះតែយក6ទៅកាត់មកដល់ខាងខោផ្ទះវិញគឺមានជាមួយនឹងជំនួយជាមួយនឹងដាក់មានឆាហ្វឺហើយខំទូលឈើទៅជាជំនួយឈើគេសិនថាបែបចាស់ចាស់ហើយអត់ចូលចិត្តមានអត់ឈើលកអីវាញ៉ាំចឹងហើយខ្ញុំក៏ដាក់លកឈើអីនឹងចូលទៅឆេះគិនផ្ទះរបស់ខ្ញុំទៅព្រោះខ្ជិលទៅអ្នកគ្នាវាញ៉ាំពេកវាអត់ដឹងយកទៅអីហ្នឹងហើយបន្ទាប់មកខ្ញុំក៏មកមើលផ្ទះខាងចំហៀងមួយទៀតហើយក៏សុំទោសសូមអធិស្ឋានសុំទោសបើសិនជាខ្ញុំមានខុសឆ្គងអីសារនេះគឺជាសវលទី1ដែលខ្ញុំលេងអីចឹងទៅហើយក៏ review អ្នកទាំងអស់គ្នាចឹងទៅចឹងហើយវាយើងឆ្កងបន្តិចបន្តួចដែរក៏សុំទោសអ្នកគ្នាក៏ឆ្កងដែរក៏សូមការទស្សនារបស់យើងទៅមកដល់តែខ្ញុំក៏យកឆេះយកឲ្យយកទៅហើយក៏នឹងទៅទុកយកឆេះមកឲ្យដែរគាត់lạiជាខាងពីស្ថានធ្វើជាខាងមកចឹងហើយខ្ញុំក៏ចូលតាមនេះជាក្រាមហើយចឹងទៅខ្លួនឯងក៏ទេតែចាំថាដើម្បីឲ្យយើងមានសងផ្នែកអីចឹងណាដូចគ្នាក៏ពីការកុំឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាធំក៏ចាំតាមមកចេញមកខាងក្រៅផ្ទះដើម្បីឲ្យអ្នកគ្នាទូស្នានៅខាងក្រៅផ្ទះអីចឹងទៅហើយនៅមុខគេខ្ញុំក៏បានទៅសេដាក់ឈ្មោះថាខ្ញុំជាកូនខ្មែរឬក៏អីចឹងទៅកុំឲ្យគេច្រឡំថាកូនសៀមអ្នកគ្នាហើយនេះគឺជា outfit របស់ខ្ញុំពេលខ្ញុំហើយតែគូយល់អ្នកលេង Minecraft យូរគឺគាត់តែងតែដឹងហើយ search មកនេះគាត់ធ្វើវីដេអូ Minecraft គឺគាត់the best តែគាត់ថានេះជាការធ្វើ Minecraft របស់ខ្ញុំប៉ុន្តែខ្ញុំអត់មាន PC ដូចជាគេឬក៏អីទេខ្ញុំមានត្រឹមទូរស័ព្ទដៃធម្មតាដើម្បីយកមកលេងហ្គេមហើយក៏ចែកជូនអ្នកទាំងអស់គ្នាសប្បាយផងដែរហើយនេះគឺជាផ្ទះរបស់ប្រូម្នាក់នោះគឺខ្ញុំមិនដឹងប្រូម្នាក់ហ្នឹងគាត់ទៅណាទេអ្នកទាំងគ្នាតែខ្ញុំមិនដែរឃើញគាត់ចូលមកលេង server ហ្នឹងទៀតសោះតែវាបាត់គាត់ទេហើយផ្ទះរបស់គាត់គឺរបៀបដូចអ្នកមានខ្ញុំមកនេះអាចមើលបានហើយសង្កេតបានគឺអាពណ៌ស្វាយឡើងចង់ជុំមើលផ្ទះហ្នឹងអ្នកគ្នាតែខ្ញុំឆ្ងល់ថាអត់ដែរឃើញគាត់ចូលលេង server អីហ្នឹងទៅតែឃើញផ្ទះគាត់ឆាវអញ្ចឹងទៅតែរៀនយូរបន្តិចខ្ញុំក៏មកឃើញផ្ទះមួយទៀតតែរបៀបផ្ទះរបស់គាត់ហ្នឹងគឺដូចជាសាងសង់របៀបកំពុងតែសាងសង់អត់ទាន់ហាមអីចឹងអ្នកគ្នាហើយគាត់
ដែរស្គាល់គាត់ទេអ្នកគ្នាខ្ញុំជឿថាដើរ review ផ្ទះគេញ៉ាញ៉ៃពីហ្នឹងទៅដំបូងគាត់ថាដូចជាចង់នេះដើរទៅមុខតែគាត់ថាចូលមកមើលក្នុងផ្ទះគាត់តែខ្ញុំឆ្ងល់ដែរហើយខ្ញុំចូលគឺលោកចាញ់ប្រហែលជាគេឲ្យយើងចូលផ្ទះរបស់គេញ៉ាញ៉ៃទីហ្នឹងក៏បិទទ្វារឲ្យគេវិញហើយក៏ទៅ review ផ្ទះរបស់ផ្ទះមួយទៀតហើយនេះគឺខ្ញុំឲ្យអ្នកគ្នាមើលថាណាគេនៅក្នុងserverខ្លះអ្នកណានៅលេងខ្លះហើយគេជិះលេងបាននេះអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយបន្ទាប់ពីការដើរជុំវិញផ្ទះរបស់គាត់ក៏ខ្ញុំមានអារម្មណ៍ថាផ្ទះរបស់គាត់គឺធំខ្លាំងមែនទែនអ្នកនរគ្នាបើប្រៀបមួយផ្ទះខ្ញុំគឺផ្ទះខ្ញុំប៉ុណ្ណាឆ្លាតទេតែផ្ទះរបស់គាត់គឺធំខ្លាំងមែនទែនអាចថាធ្វើមកល្មមយើងនៅច្រើនគ្នាច្រើនណាស់គ្នាតោះមកខ្ញុំក៏ធ្វើដំណើរទៅទៀតក៏ប្រកាសធ្លាក់នៅនេះទៀតទៅគឺខ្ញុំមានយ៉ាងไรខ្លាំងមែនទែនបន្ទាប់ពីខ្ញុំព្យាយាមមកខាងលើខ្ញុំក៏ចាប់តាមដើរទៅរៀនផ្ទះមួយទៀតបន្ទាប់ពីហែកទឹកហើយខ្ញុំក៏មកចាំទៅក៏ដើរទៅហើយក៏ឃើញគាត់មានការដាំមួយនឹងដើមសាគូរ៉ាហើយនឹងភពឆ្លងទៅនេដឺតោះមកខ្ញុំក៏ចូលមកកន្លែងនេះក៏ឃើញគាត់ដាំ sugar cane ជាមួយនឹងផ្លែគេក្រហមផងគឺខ្ញុំមិនស្គាល់ទេហើយនេះគឺជាឈ្មោះរបស់គាត់ដូចជាម្ដងហ្នឹងខ្ញុំបាន review ហើយក៏ដើរមកដល់កន្លែងដដែលវិញអីចឹងទៅក៏ចេះតែមើលទៀតអីចឹងទៅតោះតែខ្ញុំបានដើរប្រហែលជា 4-5 នាទីមកខ្ញុំក៏បានមកជួបកន្លែងនេះមួយទៀតហើយខ្ញុំមើលទៅការ detail ការសាងសង់របស់គាត់ក៏ខ្ញុំមានអារម្មណ៍ថាគាត់ប្រហែលជាចង់ធ្វើរបៀបភូមិអ្នកទាំងអស់គ្នាគាត់ប្រហែលជាចង់ធ្វើភូមិហើយនោះអាចនឹងជាផ្ទះរបស់ម្ចាស់ភូមិអីយ៉ាងទៅគឺសើដឹងច្រើនទេខ្ញុំជឿថានិយាយតាមតែខ្ញុំមកឃើញហើយតោះមកក៏ខ្ញុំមកឃើញផ្ទះរបស់គាត់ស្អាតតែឃើញមានសុំមីច្រើនពេកខ្ញុំក៏ដល់ clear សិនមកកន្លែងណាមានសុខភាពកាត់ចូលទៅផ្ទះរបស់ខ្ញុំវិញហើយយ៉ាងទៅកុំឲ្យសុំមីវាយមកហើយណាមួយខ្ញុំក៏វា clean ផងខ្ញុំក៏បានស្លាស់មកវិញមកគឺស្លាស់បេះហើយក៏ចាំវាប្រហែលជា3 second ពេលកន្លងមកផ្ទះរបស់យើងវិញហើយតែខ្ញុំចូលមកកែម្ដងណាគឺខ្ញុំតែងតែជាប់នៅកន្លែងនេះជានិច្ចតែទាំងគ្នានឹងមកពីអីទេបន្ទាប់មកឥឡូវខ្ញុំក៏ clean ចឹងហើយខ្ញុំក៏យកមាន់មួយយកមកញ៉ាំហើយបន្ទាប់មកខ្ញុំក៏យកមាន់មួយទៀតយកមកញ៉ាំទៀតដើម្បីឲ្យវាពេញកុំឲ្យវា clean ខ្លាំងអីចឹងទៅឃើញក៏បានយកពងមួយទៀតយកពងយកមកញ៉ាំយកអីចឹងទៅតពីការយកពងហើយយកមកញ៉ាំឲ្យពេញអស់ហើយខ្ញុំក៏ចាប់ផ្ដើមទុកដាក់វិញហើយនឹងហើយនេះគឺជាវីដេអូចុងក្រោយខ្ញុំអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់កុំភ្លេចជួយចុច subscribe ហើយខ្ញុំមានតាមរៀបដៃ10អរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ